ក្តៅF-16 សៀមហោះទម្លាក់គ្រាប់ចំទីហ៊ានសៀមខ្លួនឯងស្លាប់របួសច្រើនអ្នកតាមប្រភពព័ត៌មាននៅថ្ងៃនេះបានផ្សាយថាយន្តហោះចម្បាំង F-16 របស់សៀមបានហោះប្រតិបត្តិការសង្គ្រាមសម្លាប់ទីហ៊ានសៀមខ្លួនឯងដោយសារតែអាមេរិកបានបិទលីងកូដ16គ្មានលីងកូដ16យន្តហោះចម្បាំង F-16 ប្រៀបបីដូចជាគ្រឿងដែកអេតចាយអញ្ចឹងបើនៅតែបន្តប្រើទៀតទីហ៊ានសៀមងាប់កាន់តែច្រើនព្រោះទម្លាក់ចំតែទីហ៊ានសៀមគ្នាឯងគួរបញ្ជាក់ផងដែរថាប្រព័ន្ធកូដលីង16ជាបណ្ដាញទំនាក់ទំនងទិន្នន័យ Digital ដ៏សំខាន់និងទំនើបបំផុតរបស់អង្គការ NATO និងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកវាប្រៀបបីដូចជាប្រព័ន្ធ Wi-Fi សម្ងាត់របស់យោធាអនុញ្ញាតឲ្យកងកម្លាំងប្រយុទ្ធផ្លាស់ប្ដូរព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងល្បឿនលឿននិងពេលវេលាជាក់លាក់ហើយនៅពេលដែលអាមេរិកបិទកូដលីង16នេះនោះយន្តហោះចម្បាំង F-16 នឹងធ្លាក់ចុះយ៉ាងគំហុកទៅលើប្រតិបត្តិការប្រយុទ្ធនិងបាត់បង់ប្រព័ន្ធប្រយុទ្ធកំណត់អត្តសញ្ញាណទៅលើយន្តហោះគ្នាឯងហើយពេលខ្លះគឺអាចបាញ់ចំទៅលើយន្តហោះគ្នាឯងផងដែរហេតុដូចនេះហើយទើបមានព័ត៌មានថា F-16 ថៃបានទម្លាក់គ្រាប់ចំទីហ៊ានខ្លួនឯង